ទីសក្ខណាមកពីក្រុម SSX លេខរៀងទី33ថ្ងៃនេះខ្ញុំមកបង្ហាញអំពី program ពាក់ព័ន្ធជាមួយនឹងមេរៀន null អញ្ចឹងយើងមានតម្លៃ object data ស្មើនឹង100 energy null energy សញ្ញាសួរ score ស្មើ null អញ្ចឹងមានន័យថាតម្លៃនៃ integer គឺស្មើនឹង null អញ្ចឹង score ទុកតម្លៃនៃ integer null ហើយ bool សញ្ញាសួរ is longin ស្មើ true អញ្ចឹងមានន័យថា longin នេះទុកតម្លៃនៃ bool null ស្មើ true string គេសួរថា string result ស្មើ is longin ស្មើ true ពិតអត់ពិតអញ្ចឹងបើសិនជាពិតយើងមកមើលនៅក្នុងវងកញ្ចក់នេះវិញបើសិនជាពិតយើងយកខាងបើសិនឧទាហរណ៍ថាពិតយើងយកខាងស្ដាំតែបើសិនជាអត់ពិតយើងយកខាងឆ្វេងអញ្ចឹងយើងក៏លេចមកមើល data is integer ពិតអត់អញ្ចឹងបើសិនជា data is integer ពិតអញ្ចឹងវាយក score 60ហើយ score 60ធំជាង50ពិតអត់អញ្ចឹងបើសិនជាពិតវាយក pass អញ្ចឹងយើងមកមើលconsole line result ហើយចំនួនអក្សរអញ្ចឹង pass មានចំនួនអក្សរ4អញ្ចឹងនៅក្នុងនេះវាបង្ហាញលទ្ធផលថាមានចំនួនអក្សរ4អក្សរលេខ4នៅខាងលើ